ปีนี้มาบานสวายโกนภาษาnhóm vô bị sọc mai máu nhưng bạnคือผ่านสวายmột tí chạy ở côn chạy ở nhắmผ่านสวายrồi bọc mai taคือbiệt mày แผนสวาย จ้าผ่านสวาย ខ្ញុំមកតនេះបងប្អូនមកគាត់ធ្វើផែនស្វាយហើយធ្វើបានឡើងមកកូនខាងនេះអញ្ចឹងមកគាត់នឹងប្រាប់ពីរបៀបធ្វើផែនស្វាយជូនបងប្អូនណា ผ่านสวายខ្ញុំធ្វើនេះខ្ញុំហាលនៅក្នុងផ្ទះវាដូចមានកម្ដៅហ៊ីបនៅក្នុងផ្ទះអញ្ចឹងខ្ញុំហាលនៅក្នុងផ្ទះអត់យកទៅក្រៅទេពូក្រៅវាមានហ៊ីបនៅត្រជាក់ហើយវារលឹមភ្លៀងរហូតអញ្ចឹងខ្ញុំហាលនៅក្នុងផ្ទះរយៈពេល2ថ្ងៃចាអញ្ចឹងខ្ញុំនឹងបកផែនស្វាយនេះឲ្យកូនមួយមើលហើយខ្ញុំនឹងប្រាប់ពីរបៀបដែលបងប្អូនកូនក្មួយចង់ធ្វើខ្ញុំនឹងប្រាប់ចាធ្វើផែនស្វាយងាយស្រួលអញ្ចឹងម៉ាម៉ាទៅបកផែនស្វាយនេះឲ្យមើលអស់រយៈពេល2ថ្ងៃកន្លងមកស្វាយខ្ញុំណែកូនក្មួយមើលណាវាអត់ជាប់ទេគឺបកមកគឺល្អអញ្ចឹងហ្មងហើយផែនស្វាយរបស់ខ្ញុំអត់មានដាក់ស្ករទេគឺទៅល្អណាខ្ញុំបកđấy conបកមកចឹងអញ្ចឹងហើយបើសិនជាយើងនៅស្រុកខ្មែរវិញណាយើងធ្វើទូចហើយយើងយកស្លឹកចេកមកណែកូនមើលយើងបកឡើងស្អាតល្អណាស់អត់មាន tape top ហេតុអីទេគឺល្អទាំងអស់បកឡើងស្អាតរយៈពេល2ថ្ងៃដែលមកគាត់ហាលចាខ្ញុំហាលនៅក្នុងផ្ទះព្រោះនៅខាងក្រៅវាមានត្រជាក់ហើយវារលឹមភ្លៀងរហូតដូច្នេះខ្ញុំហាលនៅក្នុងផ្ទះវាមានហ៊ីបអាហ៊ីបនឹងដឹងស្អីផងមកជាថាទៅកម្ដៅល្អមែនតើកូនឃើញទេ2ថ្ងៃកន្លងផុតមកល្អមែនអញ្ចឹងម៉ាម៉ានឹងកាត់ឲ្យកូនមួយមើលថាតើផែនស្វែងរបស់ម៉ាម៉ាល្អប៉ុន្មានអញ្ចឹងសូមម៉ាម៉ាជួយរៀបរាប់ប្រាប់ផងថាផែនស្វាយហ្នឹងយើងត្រូវធ្វើមិនអីមិនអញ្ចឹងណាម៉ាណាផែនស្វាយហ្នឹងជាដំបូងកូនយកផែនស្វាយមកយើងយកទៅលាងទឹកកាត់ក្បាលវាឲ្យអស់ជ័រដើម្បីកុំឲ្យវាធំជ័រខ្ញុំសូមកាត់បានបន្តិចចំពោះស្វាយមកប្រើហ្នឹងយើងប្រើបានតែស្វាយទុំទេម៉ាចាប្រើបានតែស្វាយទុំទេអូខេស្វាយអីក៏បានដែរប៉ុន្តែឲ្យតែស្វាយវាទុំចាវាពេលវាទុំទៅស្វាយខ្លះវាអត់មានជាតិជូរវាអត់មានជាតិជូរតែកាលណាយើងធ្វើស្វាយខ្ចីគឺវាមានជាតិជូរនៅក្នុងហ្នឹងហើយមានបងប្អូនកូនមួយខ្លះគេចង់បានអាហ្នឹងវាមានជាតិជូរតិចណាក៏គេយកអាស្វាយដែលវាទុំចាស់ដែលមានជាតិជូរដូចជាស្វាយកែវល្មៀតអត់ជូរទេដូចកែវចិនក៏អត់ជូរដែរស្វាយពុំសែនចាកាលណាវាទុំទៅស្វាយពុំសែនវាមានជាតិជូរអញ្ចឹងយើងយកស្វាយពុំសែនមកធ្វើបានដែរដែលកូនក្មួយបងប្អូនចង់ធ្វើជាតិជូរហើយខ្ញុំបន្តពីការធ្វើឲ្យកូនក្មួយស្ដាប់តទៀតយើងយកស្វាយនឹងទៅលាងហើយកូនត្រូវកាត់ក្បាលវាចេញធ្វើឲ្យល្មមដែលយើងថាស្វាយនឹងវាអស់ជ័រដែលនៅក្នុងដដងវាហ្នឹងកាត់ហើយយើងលាងទឹកឲ្យស្អាតដាក់ឲ្យស្រស់យើងយកវាមកចិតសម្បកហើយយើងគឺចិតធ្វើមិនឲ្យបានស្ដើងដើម្បីឲ្យយើងកូរនៅលើភ្លើងឆាប់នេះខ្ញុំស្ដាយដែលខ្ញុំមិនបានធ្វើឲ្យកូនក្មួយមើលដោយសារណែក្មួយរបស់ខ្ញុំហ្នឹងគាត់រវល់ផ្ទះនៅឆ្ងាយដល់អញ្ចឹងអត់បានឃើញខ្ញុំក៏តែប្រាប់ប៉ុណ្ណឹងកូនក្មួយអាចចេះធ្វើនៃរូបមន្តផែនស្វាយបានអូខេម៉ាចិត្តឲ្យម៉ាយកទៅកូននៅលើចក្រានហើយក្នុងកូនចក្រានពេលដំបូងយើងបើកភ្លើងឲ្យក្តៅដល់តែពេលវាក្តៅឃើញថាស្វាយនឹងវាឡើងមានពុះហើយយើងត្រូវបន្ថយភ្លើងបើសិនជាយើងធ្វើពីអូសឬខ្ជូងវិញយើងដាក់ភ្លើងតែម្ដុំខ្ជូងម្ដុំទៅយើងកូរវារហូតហើយនៅពេលដែលយើងកូរហ្នឹងយើងបង់អំបិលបន្តិចទៅតាមស្វាយតិចឬច្រើនចាតែប៉ុណ្ណឹងដល់ពេលដែលយើងកូរឲ្យដាច់ទឹកតែកាលណាវាផ្ទុះឡុកភុយនឹងបានចង្រៃថាវាដាច់ទឹកហើយអញ្ចឹងយើងយកមកចាក់នៅលើអ្វីដែលយើងចង់ចាក់ទៅបើនៅស្រុកខ្មែរគេចាក់លើស្លឹកចេក